អាដាមលោកជំទាវសមាជិកសមាជិកាព្រឹទ្ធសភារដ្ឋសភារាជរដ្ឋាភិបាលគណៈអធិបតីភ្ញៀវកិត្តិយសជាតិអន្តរជាតិសាស្ត្រាចារ្យបុគ្គលិកសិក្សានិងអង្គពិធីទាំងមូលជាទីមេត្រីថ្ងៃនេះខ្ញុំនិងភរិយាមានសេចក្តីសោមនស្សរីករាយនិងមោទនភាពក្រៃលែងដែលបានមកចូលរួមជាគណៈអធិបតីក្នុងពិធីអបអរសាទរខួបទី30ឆ្នាំនៃអង្គការដើម្បីភាពញញឹមនៃកម្ពុជាឬហៅកាត់ថា PSE និងពិធីប្រគល់សញ្ញាបត្រជូនដល់សិស្សនិស្សិតជ័យលាភីនាវេលាដ៏វិសេសវិសាលនេះកម្មវិធីនេះមិនត្រឹមតែជាការរំលឹកដល់ដំណើរដ៏វែងឆ្ងាយរយៈពេល3ទសវត្សរ៍របស់ PSE ប៉ុណ្ណោះទេប៉ុន្តែវាជាសក្ខីភាពនៃការផ្លាស់ប្ដូរវាសនារបស់កុមារនិងយុវជនកម្ពុជារាប់ម៉ឺននាក់ឲ្យចាក់ចែងពីទុក្ខវេទនាឆ្ពោះទៅកាន់អនាគតដ៏រឹងមាំនិងមានអាជីពការងារពិតប្រាកដក្នុងនាមរាជរដ្ឋាភិបាលកម្ពុជានិងក្នុងនាមខ្លួនខ្ញុំផ្ទាល់ខ្ញុំសូមសម្ដែងនូវការកោតសរសើរនិងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវិញ្ញាណក្ខន្ធលោក Christian Depalier និងសូមកោតសរសើរចំពោះលោកស្រី Marie-France Depalier ដែលបានចាប់ផ្ដើមបេសកកម្មមនុស្សធម៌នេះពីក្តីស្រឡាញ់និងការអាណិតអាសូរចំពោះកុមារក្រីក្រកម្ពុជាហើយបានកសាងអង្គការមួយដែលបានផ្លាស់ប្ដូរជីវិតមនុស្សរាប់ពាន់នាក់នៅក្នុង3ទសវត្សរ៍កន្លងទៅហើយសូមផ្ដាំតាមប្អូនស្រីលក្ខណៈនៅហើយជាប្អូននេះមើលទៅមិនចាស់ជាខ្ញុំទេសូមមិញទៅស្វ័យរៀងថាសំណូមពរគេមកឲ្យហៅតានៅតែផ្្លាត់គេហៅតាបានគាត់ទៅសក់សបន្តិចតែមិនទាន់អីនៅតែ2ឆ្នាំទៀតបានគ្រប់កន្លះសតវត្សរ៍អញ្ចឹងតើអរគុណណាស់ហើយដោយបានជួបគាត់កាលពីឆ្នាំទៅតែខ្ញុំចាំដូចនៅ CCF បាទហើយក៏អរគុណផ្ដាំផ្ញើសួរសុខទុក្ខគាត់ផងហើយជូនពរគាត់សុខភាពល្អហើយចូលមកមិញនេះក៏បានឃើញនៅប្រវត្តិត្រួសប៉ាណូដែលបានដាក់ហើយក៏មានការអត្ថាធិប្បាយប៉ុនឃើញឃ្លាមួយដែលខ្ញុំចាប់អារម្មណ៍ប្រសាសន៍របស់លោក Christian មិននឹងគាត់ចាក់ចែងទៅគាត់បាននិយាយថាទោះបីជាគាត់ចាក់ចែងទៅគាត់មានសេចក្តីសុខគាត់បានភាពកក់ក្ដៅដោយគាត់ដឹងថាអង្គការនេះបានដើរនេះគឺភាពជោគជ័យជាពិសេសចំពោះស្ថាបនិកនៃអ្វីមួយគេធ្លាប់សួរខ្ញុំកាលខ្ញុំកសាងអង្គភាពប្រឆាំងភេរវកម្មអ្នកកសែតមួយសួរខ្ញុំថាតើអ្នកឯងស្អីទៅជាភាពជោគជ័យនៃអង្គភាពនេះតើភាពជោគជ័យអ្នកឯងរៀបរាប់បន្តិចឲ្យនិយមន័យខ្ញុំថាភាពជោគជ័យរបស់ខ្ញុំនៅក្នុងការកសាងអង្គភាពនេះគឺពេលដែលខ្ញុំចេញទៅអង្គភាពនេះនៅដើរហើយបន្តរីកចម្រើនពីអាទិត្យមុនខ្ញុំបានទៅឆ្ងល់មើលមេបញ្ជាការអង្គភាពក្រោយគាត់ប្រាប់ខ្ញុំគាត់រាយការណ៍ពីការវិវត្តខ្ញុំប្រាប់នេះគឺជាអ្វីដែលខ្ញុំចង់បានកុំឲ្យតែខ្ញុំកសាងបានប៉ុណ្ណឹងចប់ទៅអង្គភាពនេះរលំឬមួយក៏វាឡើងទៅមុខទៀត PSE ដូចគ្នាទិសដីនេះគឺជាអ្វីដែលចង់បានមិនមែនជាកម្មសិទ្ធិផ្ដាច់មុខរបស់ PSE របស់លោក Christian ឬមួយក៏លោកស្រី Marie គាត់និយាយមានប្រសាសន៍ទេគឺជាកម្មសិទ្ធិរបស់អ្នកទាំងអស់គ្នានៅ PSE របស់បុគ្គលិករបស់ក្មួយដែលបានផលរបស់គ្រួសាររបស់សង្គមជាតិកម្ពុជាគាត់ជាអ្នកស្ថាបនិកប៉ុន្តែអ្វីត្រូវថែរក្សាទោះបីជាគាត់បានលាចាកដូច10ឆ្នាំហើយបាទ2016ប៉ុន្តែដំណើរការនៃ PSE បានន័យថាអ្វីដែលគាត់កសាងគឺមានមូលដ្ឋានច្បាស់លាស់ទី1គឺចក្ខុវិស័យគឺធ្វើឡើងដើម្បីផលប្រយោជន៍រួម
បើគាត់ធ្វើដើម្បីតែផលប្រយោជន៍គាត់តែគាត់ឆប់ទៅអត់មានពីណារុញតទៅទៀតតែនេះដើម្បីផលប្រយោជន៍នៃការរួមដល់ប្រជាពលរដ្ឋជាពិសេសកូនចៅអ្នកដែលក្រីក្រទៅក្នុងសហគមន៍ដែលមានក្រីក្រការកសាងពីឆ្នាំ95ដែលគាត់មកហើយកសាង96នោះយើងឃើញថាស្ថានភាពខុសពីឥឡូវពីនោះយើងទៅចប់សង្គ្រាមមិនទាន់ចប់ទូទៅទេទៅបោះឆ្នោតលើកទី1ហើយឆ្នាំ93មានការសមាហរណកម្មចូលមានប្រជាជនច្រើនត្រឡប់មកពីព្រំដែនការលំបាកពេលនោះខុសពីឥឡូវជីវភាពរស់នៅរបស់ប្រជាជនក៏ដូចជាជីវភាពរបស់សេដ្ឋកិច្ចរបស់ប្រទេសជាតិយើងទាំងមូលដែលទើបជាប់នឹងសង្គ្រាមការវាយគ្នានោះស្ថិរភាពសង្គមក៏បិទមានតែគាត់ហ៊ានលះបង់នៅជីវិតរបស់គាត់ងាយស្រួលគាត់ទៅត្រែតនៅប្រទេសបារាំងចឹងណាចឹងគាត់អាចនៅទទួលប្រាក់ត្រែតសម័យដើរនៅទូទាំងពិភពលោកមកនេះប៉ុន្តែគាត់បានសម្រេចចិត្តជ្រើសយកវិធីលំបាកមួយចំណាយពេលវេលាពេញចំណាយធនធានថវិកាគៀកកម្លាំងចិត្តដើម្បីជួយនេះគឺចក្ខុវិស័យពិតប្រាកដទី2គាត់បានកសាងមូលដ្ឋានរឹងមាំកសាងមូលដ្ឋានមិនមែនបានន័យថាហេដ្ឋារចនាសម្ព័ន្ធឬមួយគ្រឿងបំពាក់ឬមួយក៏ថ្នាក់រៀនច្រើនតែប៉ុណ្ណោះទេប៉ុន្តែមូលដ្ឋាននៃប្រព័ន្ធការងារមួយដែលផ្ដល់ការយកចិត្តទុកដាក់និងផ្ដល់ឱកាសឲ្យអ្នកនៅក្នុងប្រទេសហើយអ្នកផ្សេងដែលធ្វើមិនមែនក្តោបតែប៉ុណ្ណេះហើយទី3គឺការកសាងទុនធានមនុស្សដែលទទួលស្គាល់នៅចក្ខុវិស័យរបស់គាត់ស្រឡាញ់នៅអ្វីដែលធ្វើលោកស្រីលក្ខណៈបងស្រីលក្ខណៈដែលចេញពីប្រវត្តិមានការលំបាកយើងបន្តដឹកនាំទៅតាមចក្ខុវិស័យដែលគាត់បានសិទ្ធនេះគឺជាអ្វីដែលជាភាពជោគជ័យបានន័យថាគាត់ចាក់ចែងទៅដោយបន្សល់ទុកនៅមូលដ្ឋានគ្រឹះសម្រាប់រីកចម្រើនហើយមានការទទួលស្គាល់នឹងការចូលរួមរបស់ដៃគូជាច្រើនសប្បុរសជនទាំងក្នុងនិងក្រៅប្រទេសការសហការរបស់ស្ថាប័នរដ្ឋហើយនេះគឺជាមូលដ្ឋានរឹងមាំជាមូលដ្ឋានដែលបន្តទៅទៀតដើម្បីផលប្រយោជន៍របស់សិស្សនិស្សិតរាប់ម៉ឺននាក់ឥឡូវយើងមាន 15000 នាក់ដែលបាននឹងកំពុងទទួលការបណ្ដុះបណ្ដាលចប់ជាង 8000 នាក់បានការងារជាង 90% 8000 នាក់យើងមើលជាតួលេខប៉ុន្តែកុំភ្លេចថាលេខមួយជាមនុស្សម្នាក់ជាជីវិតមួយដែលត្រូវផ្លាស់ប្ដូរទោះបីជាមានលក្ខណៈតែមួយក៏ដោយដែលអាចមកទទួលការងារនេះប៉ុន្តែមិនខ្ញុំសួរជួបសិទ្ធិអ្នកដែលបានបដោះបដាលចប់រៀនមានការងារជីវិតខុសគ្នាមិនអាចគ្រប់គ្នាមកទៅប្រធាន PSE ទេប៉ុន្តែម្នាក់អាចមកចាស់ការខ្លួននៅក្នុងការធានានៅអាយុជីវិតសមត្ថភាពកំណត់ជោគវាសនារបស់ខ្លួនហើយជាពិសេសបានប្រែក្លាយអំពីការគ្មានឱកាសទៅជាចាប់យកឱកាស 8000 នាក់គឺជា 8000 ជីវិត 8000 នាក់នេះថ្ងៃក្រោយនឹងក្លាយទៅជាឪពុកម្ដាយរបស់គេដែលបង្កើតកើនរាប់សែននាក់តកូនតចៅចាប់ផ្ដើមពីថ្ងៃនេះចាប់ផ្ដើមពីចំនួនទី1ដែលមានឱកាស 8000 នាក់ក៏ជាសមាជិកគ្រួសារ 8000 គ្រួសារឬមួយក៏រាប់ពាន់គ្រួសារអាចអ្នកខ្លះមកគ្រួសារមានកូនពី3នាក់មិនរៀនទៅនេះប៉ុន្តែរាប់ពាន់គ្រួសារមិនត្រឹមតែជួយក្មួយបងប្អូនដែលបានចប់ពីកន្លែងនេះទេប៉ុន្តែក៏ជួយដល់គ្រួសាររបស់យើងដែលមានឱកាសគ្មានឪពុកម្ដាយណាមិនចង់ឲ្យកូនមានឱកាសសមត្ថភាពរៀនសូត្រពោះទេពេលខ្លះដោយសារជីវភាពបខំត្រូវកូនជួយបាទដូចមិញលក្ខណៈនិយាយថាបើឲ្យខ្ញុំរៀនឲ្យឪពុកម្ដាយខ្ញុំឲ្យតោះតែមានអីជួយគាត់ព្រោះពួកខ្ញុំរាល់ថ្ងៃជួយគាត់បាទទោះបីនៅស្ទឹងមានជ័យទៅរើសសម្រាមក៏ត្រូវជួយជាផ្នែកមួយនៃការជួយព្រោះយើងអាចពី95ពី96នេះមានការលំបាកជីវភាពអត់លំដឹងជាងការពុកម្ដាយពីរនាក់អញ្ចឹងការជួយនេះគឺជួយដល់គ្រួសារជួយដល់សង្គមជាតិហើយសំខាន់បំផុតគឺជួយដល់សង្គមជាតិនៅពេលដែលប្រជាជនយើងមានសមត្ថភាពមានឱកាសនេះហើយមិនមែនជាបន្ទុកប៉ុន្តែคล้ายទៅជាទ្រព្យរបស់ប្រទេសជាតិបាទប្រជាជនដែលមិនមានសុខភាពល្អប្រជាជនដែលពិបាកនៅក្នុងការប្រកបរបបផ្ទាល់ខ្លួនដែលមិនអាចចិញ្ចឹមខ្លួនបានរដ្ឋ
យើងបានជួយច្រើនប៉ុន្តែប្រជាពលរដ្ឋដែលអាចមានសមត្ថភាពមានសុខភាពល្អគឺជាធនធានសម្រាប់ជួយរដ្ឋក៏បានជួយលទ្ធភាពនៅក្នុងការជួយដល់អ្នកគ្មានលទ្ធភាពផ្សេងទៀតអញ្ចឹងគឺជួយគ្នាជួយសង្គមជាតិតែម្ដងអញ្ចឹងអ្វីដែលគាត់ដែលលោក Christian Depardieu និង Marie France Depardieu មនុស្សពីរនាក់មានចក្ខុវិស័យមានបេះដូងនឹងការបដិញ្ញាចិត្តខ្ពស់30ឆ្នាំមុនចាប់ផ្ដើមបានផ្ដល់ផលច្រើនណាស់នៅក្នុងសង្គមជាតិទៅដល់មនុស្សម្នាក់ៗហើយនេះគឺជាអ្វីដែលខ្ញុំមានការសប្បាយរីករាយហើយគាំទ្រហើយរាជរដ្ឋាភិបាលនឹងបន្តគាំទ្រនៅអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅប្រជាពលរដ្ឋដែលពុំមានលទ្ធភាពនិងជួយដល់សង្គមជាតិដែលអាចធ្វើទៅបានអង្គពិធីទាំងមូលរបាយការណ៍ដែលបានទទួលពីនឹងតាមរយៈរបាយការណ៍លោកស្រីអគ្គនាយិកានៃអង្គការ PSE ក្នុងរយៈពេល30ឆ្នាំនេះក៏បានជួយដល់គោលការណ៍បដិបដាប្រែក្លាយដោយខ្ញុំបានពិតនិយាយចឹងជាពិសេសខ្ញុំសូមកោតសរសើរចំពោះទស្សនវិស័យរបស់ PSE ដែលមិនត្រឹមតែផ្ដល់ជំនួយបន្ទាន់ប៉ុណ្ណោះប៉ុន្តែផ្ដោតលើការបង្កើតសមត្ថភាពឱកាសយុវវ័យនិងរយៈពេលនៃការអប់រំការបដិបដាវិជ្ជាជីវៈមិញពាក្យមួយទៀតដែលថាមិនអោយត្រីទេយើងអោយសន្ទូចហើយរៀនចាប់ត្រីខ្លួនឯងពាក្យនេះសំខាន់ចាប់ផ្ដើមឡើងពីការអោយត្រីដែលកំពុងតែលំបាកឲ្យអាហារហូបសិនណាដោះស្រាយដំបូងគឺចាប់ផ្ដើមឲ្យអាហារហូបសិនហើយបានខ្ញុំសួរមិញបងស្រីដែលធ្វើអទេសនាមគាត់ថាគាត់ពីរនាក់មកសួរក្មេងៗមកក្រុមនៅស្ទឹងមានជ័យកន្លែងសម្រាប់សួរថាចង់បានអីគាត់ថាចង់បានហូបឆ្អែតមួយពេលអញ្ចឹងដោះស្រាយហូបឆ្អែតមួយពេលក្រោយពីហូបឆ្អែតសួរអីចង់បានអីទៀតចង់បានឱកាសរៀនដើម្បីមានសមត្ថភាពចិញ្ចឹមខ្លួនឯងនេះគឺជាចក្ខុវិស័យដ៏ត្រឹមត្រូវនេះគឺជាអ្វីដែលអង្គការអនុវត្តដើម្បីចីរភាពនិងនិរន្តរភាពព្រោះយើងមិនអាចបន្តឬមួយក៏ត្រឹមតែផ្ដល់អាហារតែប៉ុណ្ណោះទេប៉ុន្តែការកសាងធនធានមនុស្សដែលមានសមត្ថភាពនិងភាពម្ចាស់ការឲ្យសន្ទូចមិនមែនត្រឹមតែមានលទ្ធភាពរស់ខ្លួនឯងទេប៉ុន្តែអ្វីដែលសំខាន់គឺផ្នត់គំនិតបើឲ្យត្រីអត់ខំប្រឹងទេដឹងតែដល់ពេលបានគេយកមកឲ្យប៉ុណ្ណឹងមិនដឹងធ្វើអីទៀតប៉ុន្តែបើឲ្យសន្ទូចគឺបណ្ដុះផ្នត់គំនិតម្ចាស់ការខ្លួនឯងរៀនច្នៃប្រឌិតខ្លួនឯងដល់មិញសួរប្អូនមួយគេរៀនកាត់តមួយទៀតគេថតឲ្យគេឥឡូវគេចេះថតហើយឥឡូវជប់ថតឲ្យផលិតកម្មគេមកប្រមូលគ្នាបង្កើតក្រុមដើម្បីផលិតវីដេអូខ្លួនឯងនេះគឺសមត្ថភាពនិងផ្នត់គំនិតនៃការម្ចាស់ការគម្រោងចាំគេផ្ដល់ឲ្យគម្រោងចាំគេប្រាប់ថាទៅអីកិច្ចការរបស់យើងមានមូលដ្ឋានហើយសមត្ថភាពហើយគេថាបំផ្លែងវាទៅបាទមើលនៅក្នុងប្រវត្តិសាស្ត្ររបស់យើងនៅក្នុងសង្គមមនុស្សរបស់យើងហេតុអីបានជាយើងមាន smartphone ព្រោះមនុស្សចេះតែច្នៃប្រឌិតបើសិនជាមនុស្សមិនច្នៃប្រឌិតរកអីថ្មីទេបង្កើតអីថ្មីទេនៅតែប្រើ N.7 មិនស្រួលអត់មាន N.7 ផងបានន័យតែធ្វើដដែលបង្កើតគំនិតអញ្ចឹងបកគលមូលដ្ឋាននៃការរៀនធ្វើខ្លួនឯងនេះបកគលការបដិបដាលនេះហើយបដោះផ្នត់គំនិតម្ចាស់ការខ្លួនឯងនេះគឺអាហ្នឹងបាទតែខ្ញុំគិតថាទ្រឹស្ដីនៃការឲ្យសន្ទូចមិនមែនត្រឹមតែចេះរកខ្លួនឯងទេប៉ុន្តែបណ្ដោះគំនិតធំបំផុតគឺរៀនរស់ខ្លួនឯងម្ចាស់ការខ្លួនឯងអត់រំពឹងតែគេផ្ដល់ឲ្យទេនៅពេលដែលមនុស្សចាប់ផ្ដើមម្ចាស់ការចេះច្នៃខ្លួនឯងចេះតស៊ូខ្លួនឯងនឹងហើយការវិវត្តព្រោះមនុស្សចាប់ផ្ដើមច្នៃប្រឌិតដល់ច្នៃប្រឌិតផលថ្មីកើតឡើងបង្កើតនៅក្នុងសង្គមបាទហើយប្រជាពលរដ្ឋកម្ពុជារបស់យើងដាច់ខាតនៅក្នុងសង្គមនៃការវិវត្តมันអាចនៅផ្នត់គំនិតរងចាំគេផ្ដល់ឲ្យទេបាទ
មិនមែនឲ្យខ្ញុំរៀនហើយចាំរកការងារឲ្យខ្ញុំហើយរកហើយបើខ្ញុំទៅមិនរួចខ្ញុំនៅនឹងអត់បង្កើតអីទៅទេចាំគេរកឲ្យទៀតអត់ទេបាទមិញខាងបងស្រីដែរហើយបងស្រីហើយប្អូនស្រីដែរអាយុប៉ុន្មានហើយប្អូនស្រីអញ្ចឹងហើយបងសុំទោសតែអានេះមកពីខ្ញុំតាមពិតចង់ខ្លួនឯងនៅក្មេងទេបានហៅគាត់ប្រាប់ចេះក្មេងៗ 8,000 នាក់ដែលចប់ 8,000 នាក់ដែលចប់ក្នុងនោះមានប្រមាណ 90% ដែលមានប្រមាណ%ដែលមិនទាន់បានគាត់ទៅសួរគាត់តាមសួរនេះគឺជាការទទួលខុសត្រូវមួយខ្ញុំសូមអរគុណមិនមែនបានន័យប្រឡែងចប់ឲ្យទៅទេជួយតាមសួរហេតុអីបានរកអត់ទាន់បានលើសពី3ខែគាត់ជួយបំពន់បន្ថែមទៀតឲ្យតែគាត់អត់ទៅជួយរកការងារឲ្យទេគឺសិស្សនឹងត្រូវទៅរកការងារខ្លួនឯងសាលាផ្ដល់ជំនាញផ្ដល់ការអប់រំផ្ដល់សមត្ថភាពមួយផ្នែកប៉ុន្តែចប់ពីនេះដើម្បីជោគជ័យបងប្អូនក្មួយចេញទៅត្រូវតែស្ពុះពៀខ្លួនឯងនេះគឺការរស់នៅពិតប្រាកដបើសិនជាបងរមិនបានត្រឡប់មកវិញជួយកុំឲ្យគេជួយគ្រប់អញ្ចឹងជួយប៉ុណ្ណឹងហើយខ្ញុំស្រឡាញ់ខ្ញុំគ្រប់គ្រងទៅស្អីទេយើងត្រឹមតែផ្ដល់ការគ្រប់គ្រងទេតែយើងអត់ធ្វើជំនួសគាត់ទេគាត់ត្រូវតែរៀនខ្លួនឯងចាប់យកចំណេះឲ្យបានមកកន្លែងរៀននេះហើយត្រូវប្រឹងខ្លួនឯងចាប់យកចំណេះឲ្យបានដើម្បីបដូរជីវិតមិនមែនមកដើម្បីអង្គការឲ្យមកម៉ែឲ្យមករៀនចេះតែមកប្រកបមកគុំយកឱកាសនេះប្រឹងប្រែងបងប្អូនក្មួយចេញទៅប្រឹងប្រែងហើយកុំដាក់ទិសដៅត្រឹមតែថាចេញទៅការងារបឋមតែប៉ុណ្ណេះថ្ងៃក្រោយទៅការវិវត្តតទៅទៀតរៀនបន្ថែមពេលដែលចេញទៅធ្វើការរៀនបន្ថែមព្រោះឱកាសមានហើយប៉ុន្តែมันអាចជោគជ័យបានទេបើយើងមិនប្រឹងខ្លួនឯងជឿបោះទៅប្រទេសមួយដូចគ្នាយើងចេញពីសង្គ្រាមយើងអភិវឌ្ឍមកដល់ប៉ុណ្ណេះហើយយើងដើរទៅមុខទៀតមិនមែនយើងពឹងជំនួយរហូតទេបើយើងមិនប្រឹងខ្លួនឯងបើយើងមិនប្រឹងកសាងទុនធានមនុស្សមិនមែននៅតាមក្រសួងស្ថាប័នយើងមានមន្ត្រីដែលអាចចេះការងារផ្សេងហើយមន្ត្រីរបស់យើងអ្នកខ្លះថាមន្ត្រីនៅក្នុងក្រសួងស្ថាប័នសិទ្ធិកោអ្នកធំសិទ្ធិអីអត់ទេទៅមើលទៅរដ្ឋមន្ត្រីរដ្ឋលេខាធិការអនុរដ្ឋលេខាធិការប្រធានយុគដ្ឋានអីផ្សេងចេញមកពី79អ្នកខ្លះអត់ពៀនប្រមាណអ្នកទេមានហើយសំបីតាកូនអ្នកធំអ្នកមានមួយចំនួនឪពុកម្ដាយក៏ចេញពីអពតមកអត់ដូចតែគ្នាដែរទេបាទអ្នកដែលសល់ថានិយាយរួមគ្មានសល់ទេគ្មានពីណាជារដ្ឋមន្ត្រីអពតចេញមកទៅរដ្ឋមន្ត្រីបន្តនៅជំនាន់សាធារណរដ្ឋជាបណ្ឌិតអត់មានទេគឺថ្មីទាំងអស់បើន័យថាទោះបីពីណាជាអ្នកអត់ស៊ីធំនៅសម័យសង្គមរាស្ត្រនិយមអីក៏ដោយជំនាន់អពតដូចគ្នាវាយបំផ្លាញចោលទាំងអស់ចេញមកបាត់ដៃទៅទីដូចគ្នាបង្ហាញអីបង្ហាញការខិតខំប្រឹងប្រែងនិងសមត្ថភាពនិងការខិតខំប្រឹងប្រែងខ្លួនយើងឲ្យកម្ពុជាជោគជ័យក្មួយដូចគ្នាគ្រួសារនីមួយដូចគ្នាប្រឹងចាប់អារម្មណ៍កសាងសមត្ថភាពយើងអាចកើតមកកុំតូចគេថាកុំតូចចិត្តទៅវាសនាកុំតវ៉ាទៅព្រំលិខិតពាក្យដឹងគេសានិយាយបើយើងកើតមកនៅក្នុងគ្រួសារក្រីក្រយើងកន្លែងតែតូចចិត្តទៅវាសនាយើងអត់តស៊ូគ្មានពេលដែលយើងប្រែទេហើយតវ៉ាព្រំលិខិតរឿងព្រំលិខិតឲ្យមកយ៉ាងម៉េចរឿងចឹងប៉ុន្តែខ្ញុំមិនដឹងថាព្រំលិខិតចាយ៉ាងម៉េចទេខ្លួនពីណាដឹងទេសំបីតគ្រូទាយក៏អត់ដឹងតែខ្លួនឯងដែរបាទបើគ្រូទាយដឹងក៏មាននេះហើយអត់មានពីណាដឹងថាទៅថ្ងៃមុខយ៉ាងម៉េចទេប៉ុន្តែអ្វីដែលយើងអាចទាយបានបើយើងមិនប្រឹងយើងអត់ជោគជ័យតែបើយើងប្រឹងភាពនៃជោគជ័យអត់0ទេហើយបើយើងប្រឹងមិនបោះបង់ភាពនឹងជោគជ័យមានកម្រិតខ្ពស់បាទប្រែคลายអនាគតរបស់ខ្លួនប្រែคลายពីការលំបាកចំនួនឪពុកម្ដាយយើងដែលចេញពីសង្គ្រាម95 96គាត់ត្រឡប់មកពីជំរំគាត់ត្រឡប់មកពីដាផ្សេងវាបែកបាក់ដោយសារសង្គ្រាមតែយើងឥឡូវយើងមានសមត្ថភាពមានឱកាសអង្គុយនៅទីនេះនេះគឺជាអ្វីដែលខ្ញុំសូម
ធ្វើការប្រយោបល់ក៏ដូចជាធ្វើការអបអរសាទរជាមួយក្មួយបងប្អូនហើយក្មួយចុះនៅនេះពួកបែរជាខ្ទង់8ដល់10 9 10ដល់ទេបាទបងប្អូនតអាយុ30ជាងណាក្មួយនៅទីនេះដែលបានចាប់យកឱកាសនេះពាក់កៅអៅទោះបីបញ្ញាបត្ររងបញ្ញាបត្របានបង្ហាញថាយើងបានជ្រើសរើសផ្លូវត្រូវហើយ PSE ផ្ដល់ឱកាសដៃគូផ្ដល់លទ្ធភាពរាជរដ្ឋាភិបាលក៏ជួយសហការជាមួយ PSE ដើម្បីផ្ដល់ឱកាសឲ្យបងប្អូនតែបងប្អូនមិនខំរៀនរហូតដល់ចប់ទេគ្មានមុខនឹងអង្គុយនេះទេខ្ញុំជឿគ្មានពីណាអត់មានបញ្ហាទេមិនថានៅក្នុងតួនាទីជាអីនៅក្នុងឋានៈជាអីនៅក្នុងអាជីពជាអីមិនថាពីគ្រួសារក្រីក្រគ្រួសារមធ្យមឬគ្រួសារដែលមានសិទ្ធិតែមានបញ្ហារៀងៗខ្លួនប៉ុន្តែអ្វីដែលសំខាន់គឺកុំបោះបង់ចោលនៅក្នុងចក្ខុវិស័យរបស់ខ្លួនគេថាឲ្យមានសេចក្តីសម័យនិងក្តីសង្ឃឹម dream and hope ក្តីសម័យគឺដាក់នៅទិសដៅដែលយើងចង់ទៅសេចក្តីសង្ឃឹមគឺអ្វីដែលជំរុញទឹកចិត្តយើងឲ្យសម្រេចនៅសេចក្តីសម័យរបស់យើងបើគ្មានសេចក្តីសង្ឃឹមយើងបិទបានន័យថាលឺតែតូចចិត្តនឹងវាសនាយើងបិទសង្ឃឹមយើងហើយយើងអស់អីខំប្រឹកហើយគឺត្រូវខំប្រឹកគ្មានពីណាបិទសេចក្តីសង្ឃឹមរបស់យើងមិនឲ្យទៅរកសេចក្តីសម័យរបស់យើងក្រៅពីយើងខ្លួនឯងទេបរិស្ថានសង្គមអូខេទទួលស្គាល់ជំនាន់អពតបិទសិទ្ធិសេរីភាពរៀនជួសអ្នកចង់រៀនធ្វើវិស្វករក៏មិនរួចដែរតែឥឡូវនេះសិទ្ធិសេរីភាពនៅក្នុងការចាប់យកអាជីពកុំឲ្យទៅធ្វើអីខុសច្បាប់ថតកុនគ្រប់គ្រងរៀនធ្វើអីបានអញ្ចឹងគឺច្បាប់នឹងព្យាយាមយកដើម្បីធានានៅការវិវត្តផ្ទាល់ខ្លួនដែលជាធនធានសម្រាប់ប្រទេសជាតិរបស់យើងហើយបងប្អូនដែលសម្រេចចិត្តតស៊ូ2ឆ្នាំ3ឆ្នាំ4ឆ្នាំបានមកចប់ពេលនេះគឺខ្ញុំសូមយកឱកាសនេះដើម្បីធ្វើការអបអរសាទរនិងកោតសរសើរចំពោះការសម្រេចចិត្តនិងការខិតខំដ៏បានត្រឹមត្រូវរបស់បងប្អូនទៅទីនេះដូចខ្ញុំនិយាយយើងបងប្អូនមានជំរឿគ្មានពីណាភ្ជុងកំភ្លើងឬមួយក៏ហាមមិនឲ្យបងប្អូនបោះបង់ចោលទេបើ PSE មិនអាចចូលរៀនទៅកងត្រាបើរៀនបានតែមួយឆ្នាំបោះបង់ចោលទៅចាប់អត់ទេគឺជាសិទ្ធិនៅក្នុងការជ្រើសរើសអញ្ចឹងការសម្រេចចិត្តនេះកុំបោះបង់ចោលជំហាននៃជីវិតមានច្រើនឥឡូវយើងបានសញ្ញាបត្រទៅសញ្ញាឃើញជាច្រើនណាសញ្ញាបត្របាន50%តែសញ្ញាឃើញសញ្ញាបត្រមានមូលដ្ឋានដែលយើងទៅធ្វើការងារដើម្បីចាប់យកការរៀនសូត្របន្តទៀតគ្មានពីណាចេះទាំងអស់ពីសាលាទេនៅក្នុងសង្គមហើយបើសាលានឹងបើសិនជាថាយកសញ្ញាបត្រទាំងអស់កាន់តែរៀនកាន់តែខ្ពស់យើងកាន់តែមានអារម្មណ៍ថាយើងអត់ចេះដោយសារជំនាញមួយវាធំឧទាហរណ៍ខ្ញុំរៀនសេដ្ឋកិច្ចកាលខ្ញុំរៀនថ្នាក់ដំបូងបំផុតបឋមសេដ្ឋកិច្ចគឺយល់ថាយើងចេះទាំងអស់ចេះតែបញ្យល់អីតម្រូវការ demand supply ហ្នឹងបញ្យល់បានទាំងអស់ដល់ពេលចាប់ផ្ដើមរៀនថ្នាក់បណ្ឌិតបានដឹងថាសេដ្ឋកិច្ចនឹងធំមកយើងរៀនបានតែមួយជ្រុងការវិវត្តសេដ្ឋកិច្ចបានតែមួយជ្រុងគាត់ចំណាយ4-5 ឆ្នាំហ្នឹងវាធំវាមានសេដ្ឋកិច្ចពាណិជ្ជកម្មវាមានអីច្រើនអញ្ចឹងបានន័យថាហើយយើងមិនចាំបាច់ចាប់យកទាំងអស់ទេចាប់យកជ្រុងណាឲ្យច្បាស់ហើយបដោតទៅលើអានឹងទៅឲ្យច្បាស់លាស់បាទកុំរៀនហើយអត់ច្បាស់បញ្ហានេះគឺជាការពិតអញ្ចឹងបងអូនចាប់យកហ្វីមបងអូនរៀនឲ្យច្បាស់ថតកាត់តគេយកបងអូនចេញទៅបងអូនបង្ហាញស្នាដៃបងអូនមានឱកាសបន្ថែមទៀតបើបងអូនច្បាស់លាស់ថ្ងៃក្រោយអាចមានមូលដ្ឋានសម្រាប់ទៅគ្រប់គ្រងគេនៅក្នុងការបង្រៀនគេឬមួយក៏ធ្វើខ្លួនឯងវាអាស្រ័យទៅលើគុណភាពនិងការយកចិត្តទុកដាក់និងសមត្ថភាពរបស់យើងអញ្ចឹងការធ្វើយកចិត្តទុកដាក់នេះគឺសូមបន្តហើយសូមឲ្យម្ចាស់ការខ្លួនឯងឲ្យត្រីហើយឲ្យសន្ទូចហើយកុំត្រឹមតែយកត្រីប៉ុណ្ណឹងថ្ងៃក្រោយទៅហ៊ានបែក
ថែមទៀតបាទបើចាប់ត្រីថ្ងៃហ្នឹងបានត្រឹមហូបខ្លួនឯងពីមុនយើងអត់ចេះទេគេឲ្យត្រីយើងឥឡូវគេបង្រៀនយើងចេះស្ទូចត្រីនៅក្នុងទឹកបឹងថ្ងៃក្រោយត្រូវចេះស្ទូចនៅក្នុងទន្លេហើយហ៊ានជិះទូកទៅកណ្ដាលទន្លេទៅកន្លែងត្រីដែលវាច្រើនបងសំណាញ់បាទច្រើនធ្វើត្រឹមត្រូវបានន័យថាម៉េចរៀនដាក់ទិសដៅដើម្បីពង្រីកខ្លួនព្រោះថ្ងៃក្រោយយើងត្រូវតែជាធនធានមួយដែលកាន់តែជួយឥឡូវយើងម្នាក់ឯងថ្ងៃក្រោយយើងមានគ្រួសារយើងត្រូវចិញ្ចឹមប្រពន្ធចិញ្ចឹមកូនប្រពន្ធចិញ្ចឹមប្តីមែនឲ្យស្មើភាពគ្នាបើន័យទាំងពីរនាក់ថ្ងៃនេះមកមួយមេនិយាយប្រយ័ត្នបន្តិចពីរនាក់រួមគ្នាចិញ្ចឹមគ្រួសារមានកូនមានអីបន្ថែមអញ្ចឹងយើងត្រូវពង្រីកសមត្ថភាពរបស់យើងដោយសុចរិតភាពនិងពង្រីកសមត្ថភាពរបស់យើងដែលមានមូលដ្ឋានពីទីនេះចេញទៅច្បាមបន្ថែមនៅសង្គមជាក់ស្ដែងគឺវិជាគេថាសញ្ញាឃើញបាទសម្រាប់បងប្អូនដែលបានទទួលក្មួយៗដែលបានទទួលនៅទីនេះហើយខ្ញុំក៏សូមអរគុណណាស់ចំពោះស្ថាប័នរដ្ឋមានក្រសួងសង្គមគិច្ចក្រសួងការងារក្រសួងអប់រំក្រសួងពាក់ព័ន្ធមិនដូចមានបរិស្ថានក្រសួងអីផ្សេងៗដែលបានសហការជាមួយ PSE នឹងផ្ដល់ការគ្រប់គ្រងអាជ្ញាធរមូលដ្ឋានសាលារាជធានីក៏បានជួយហើយជាពិសេសអាជ្ញាធរខណ្ឌនៅក្នុងទីនេះសង្កាត់នៅទីនេះសូមយកចិត្តទុកដាក់ជាពិសេសបញ្ហាសុវត្ថិភាពរបស់ក្មួយៗដែលនៅទីនេះបាទបើមានបញ្ហាអីសូមឲ្យជួយមើលយកចិត្តទុកដាក់បាទដើម្បីជួយមើលរឿងព្រោះនៅទីនេះមនុស្សច្រើនកុំគ្នាដោយ5-600នាក់នៅទីនេះហើយសិតតែអ្នកខ្លះមកពីខេត្តមកពីអីមានការអីសូមឲ្យជួយមើលសុវត្ថិភាពកុំឲ្យគ្រឿងញៀនចូលក្នុងនេះអសោះហើយកុំឲ្យមកពៀតកន្លែងនេះកុំឲ្យបញ្ហាអសន្តិសុខមកធ្វើប៉ះពាល់ទៅដល់សុវត្ថិភាពរបស់ក្មួយៗដែលនៅទីនេះមានការសូមអាជ្ញាធរមូលដ្ឋានចាត់វិធានការដើម្បីជួយការពារឲ្យបានទាន់ពេលវេលាអានេះគឺសូមឲ្យយកចិត្តទុកដាក់ព្រោះសុវត្ថិភាពកុំចាំបាច់តែតផ្ទះប្រជាជននៅក្នុងសហគមន៍បាទមិនថាសហគមន៍ណាគឺជាកាតព្វកិច្ចរបស់អាជ្ញាធរមូលដ្ឋានមិនថានៅក្នុងមណ្ឌលឬមួយនៅសហគមន៍ផ្សេងគឺជាភារកិច្ចរបស់យើងអ្វីដែលយើងអាចជួយបានក្រសួងពាក់ព័ន្ធទាំងអស់សូមបន្តជួយទៅលើបញ្ហានេះហើយក៏ខ្ញុំយកឱកាសនេះក៏អរគុណទៅដល់អង្គការដៃគូសប្បុរសជនជាតិនិងអន្តរជាតិទាំងអស់ហើយជាពិសេសដៃគូដែលបានជួយទៅដល់អង្គការ PSE និងសប្បុរសជនអន្តរជាតិដែលបានជួយជាថវិកាទ្រទ្រង់រាប់សិបឆ្នាំមកហើយនេះហើយសូមបន្តនៅការបន្តជួយឧបត្ថម្ភគ្រប់គ្រងនិងជួយសហការទៅដល់អង្គការ PSE ដើម្បីផ្ដល់ផលប្រយោជន៍ជូនដល់ក្មួយៗកូនចៅប្រជាពលរដ្ឋរបស់យើងជាពិសេសអ្នកដែលពុំមានលទ្ធភាពនេះគឺជាអ្វីដែលខ្ញុំសូមណូមពរបន្ថែមបាទសូមយកចិត្តទុកដាក់ទៅលើកិច្ចការនេះហើយក៏សូមអរគុណដល់គ្រួសារមានការសំខាន់ណាស់បើគ្មានការផ្ដល់ឱកាសរបស់ឪពុកម្ដាយឲ្យកូនមករៀនមានការលំបាកឪពុកម្ដាយមកមានជីវភាពប្រឈមអញ្ចឹងត្រូវការលះបង់ដើម្បីផ្ដល់ឱកាសឲ្យកូននិងផ្ដល់ការលើកទឹកចិត្តឲ្យកូនបានរៀននិងផ្ដោតអារម្មណ៍ទៅលើការរៀនសូត្រមិនអាចធ្វើអ្វីផ្ដាច់ពីឪពុកម្ដាយឬអាណាព្យាបាលនោះទេមិនថានៅក្នុងសហគមន៍ដែលមានជីវភាពទូទាជីវភាពមធ្យមឬមួយក៏ជីវភាពក្រីក្រគឺគ្រួសារដើរតួនាទីសំខាន់ហើយនេះគឺជាអ្វីដែលបងប្អូននៅទីនេះបាទជាពិសេសនៅក្នុងសហគមន៍ដែលខ្ញុំបានជួបនៅទីនេះនៅ CCF ដែលគឺថាគ្រួសារគឺជាការបង្កលក្ខណៈជាអ្នកបង្កលក្ខណៈឲ្យនឹងលើកទឹកចិត្តឲ្យខ្ញុំសូមឲ្យអពូពីបងប្អូនដែលជាឪពុកម្ដាយជាអាណាព្យាបាលបន្តផ្ដល់ឱកាសគ្រប់គ្រងទៅដល់កូនបងប្អូនក្មួយចៅដែលមករៀននៅទីនេះហើយបន្តអប់រំនៅក្នុងផ្ទះបន្ថែមទៀតព្រោះការអប់រំមិនអាចរៀនបានតែក្នុងសាលាទេត្រូវអប់រំទាំងក្នុងសាលាទាំងនៅផ្ទះបូកជាមួយនឹងនៅក្នុងសហគមន៍បាទប៉ុន្តែផ្ទះនិងសាលាគឺជាកត្តាសំខាន់បើមករៀននៅសាលាទៅដល់ផ្ទះឪពុកម្ដាយមិនលើកទឹកចិត្តមិនផ្ដល់តម្លៃក្មួយបងប្អូនក៏ពិបាកមករៀន
រៀនក៏អាចលះបោះបង់ចោលព្រោះមករៀនហើយចេញទៅវិញរៀបចេញទៅអារម្មណ៍ភ័យទៅដល់ផ្ទះពុកម្ដាយមិនឲ្យមករៀនមិនបង្កលក្ខណៈអញ្ចឹងត្រូវការបន្តអញ្ចឹងរៀនចប់នេះគឺអ្វីដែលសំខាន់ហើយគូយល់ថានេះគឺជាការវិនិយោគយើងសុខចិត្តលំបាកបន្តិចឲ្យកូនមករៀនដូចជាយើងឲ្យកូនមកវិនិយោគនៅក្នុងការបង្កើនធនធាននៅក្នុងគ្រួសារបើណែកូនម្នាក់យកមករៀនកសាងសមត្ថភាពឲ្យគាត់មានលំនឹងក្នុងជីវិតអាចជួយខ្លួនឯងថ្ងៃក្រោយពុកម្ដាយលែងលំបាកហើយគាត់អាចជួយមកគ្រួសារthêmទៀតនេះគឺជាកត្តាសំខាន់ដែលក្រុមគ្រួសារដើរតួនាទីហើយខ្ញុំក៏អរគុណណាស់សារជាថ្មីចំពោះសមិទ្ធផលដែលបានបដូរអនាគតរបស់បងប្អូនក្មួយទៅទីនេះព្រោះនេះគឺជាគំរូល្អសម្រាប់យុវជនរបស់យើងសម្រាប់កូនចៅប្រជាពលរដ្ឋរបស់យើងដែលអ្នកពីគ្រួសារមានការលំបាកបើលក្ខណៈធ្វើបានបងប្អូនក៏អាចធ្វើបានបើបងប្អូនធ្វើបានអ្នកជិតខាងដែលមិនបានចូលបរិញ្ញាបត្រឬមួយក៏អាចធ្វើបានកុំឲ្យគាត់កប់ជាមួយនឹងការកុំតូចចិត្តនឹងប្រេងវាសនាកុំតវ៉ារព្រំលិខិតហើយអត់ធ្វើអីទាំងអស់ប៉ុន្តែប្រែคล้ายពីការដែលមិនមានលទ្ធភាពមិនមានរបស់របរដោយគេคล้ายទៅជាកម្លាំងចិត្តដែលខំប្រឹងប្រែងកាន់តែខ្លាំងយើងតូចយើងទាបយើងទៅពឹងប្រែងឲ្យខ្ពស់ជាងគេដើម្បីយើងអាចឈានទៅដល់ការចាប់ប្រកួតប្រជែងនៅក្នុងរយៈពេល12ឆ្នាំ13ឆ្នាំ14ឆ្នាំចប់ពីការបដិបដាលរបស់យើងចប់ពីបញ្ញាបត្ររងគ្រប់ការរៀនគម្លាតនៃគេហៅជីវភាពជួនកាលយើងមិនអាចតវ៉ាបានទេព្រោះយើងកើតនៅក្នុងគ្រួសារដែលមានជីវភាពទាបមិនអាចបិទនៅគម្លាតជាមួយគ្រួសារដែលមានជីវភាពខ្ពស់ឬមួយជីវភាពមធ្យមភ្លាមទេប៉ុន្តែការខិតខំប្រឹងប្រែងរបស់បងប្អូនក្មួយនឹងធ្វើឲ្យមានការខុសគ្នាក្នុងរយៈពេល20ឆ្នាំគម្លាតគួរក្បាលមនុស្សឲ្យតែមានឱកាសមិនប្រកាសថាកូនអ្នកមានកើតនៅភ្នំពេញរៀនប្រកែជាងកូនអ្នកមានជីវភាពមិនល្អនៅខេត្តបរសីហនុឬខេត្តរតនគិរីនោះទេយើងមើលប្រឡងនេះទេក៏មានអ្នកខេត្តប្រឡងឈ្នះអ្នកភ្នំពេញសមត្ថភាពនិងឱកាសការងារដើរមើលនៅក្នុងក្រសួងស្ថាប័នរដ្ឋនៅក្នុងស្ថាប័នឯកជននៅក្នុងអង្គការ NGO មិនអ្នកដែលកាន់តួនាទីសំខាន់20ឆ្នាំមុនកើតមកខ្ពស់ជាងប្រៀបធៀបមួយអ្នកដែលនៅពីក្រមអត់ទេគឺការប្រឹងប្រែងអ្នកខ្លះក្មេងកំព្រាសួររដ្ឋមន្ត្រីយើងចំនួនក្មេងកំព្រារដ្ឋលេខាធិការយើងចំនួនចេញមកអ្នកជីវភាពក្រីក្រអ្នកក្នុងវិស័យឯកជនមួយចំនួនដែលឥឡូវជាអង្គការចេញពី79មកគាត់ដើរផ្សារស្បែកជើងលក់ទេអេតចាយដូចគ្នាតែគាត់ខិតខំប្រឹងប្រែងច្នៃប្រឌិតតស៊ូកូនរៀនឥឡូវបានខ្ពស់អញ្ចឹងការចាប់ផ្ដើមពីថ្ងៃនេះខុសគ្នាមែនប៉ុន្តែគម្លាតអាចបិទបានវាអាស្រ័យទៅលើខ្លួនយើងឱកាសមិនផ្ដល់ឲ្យចំពោះអ្នកអត់មានសមត្ថភាពមានគុណភាពទេមិនថាអ្នកណែមកពីណាគ្រួសារអាចយោគយល់ប៉ុន្តែមិនអាចយកគ្រួសារទៅគ្រប់គ្រងឧទាហរណ៍ក្រុមហ៊ុនមួយគាត់អាចផ្ដល់ឱកាសឲ្យកូនគាត់ធ្វើជាអ្នក manager បន្ទាប់ប៉ុន្តែបើកូនគាត់អត់មានសមត្ថភាពអត់ទទួលខុសត្រូវដាក់ទៅអាលាយបាទមិនទៅខំប្រឹងរកស៊ីមួយថ្ងៃទៅនាំទៅបុគ្គលិកផាទីគាត់ប្រកាសជាអាកូននៅសម្រាប់នេះយកលុយចាយគាត់ប្រកាសជាទៅរក manager ណាមួយមិនថាអ្នកណាទេមិនថាបុគ្គលិកណាឲ្យតែមានភាពស្មោះត្រង់ការតស៊ូភាពឆ្លាតវៃខិតខំសមត្ថភាពគ្រប់គាត់នឹងឲ្យមកឲ្យដើម្បីជោគជ័យអញ្ចឹងនេះហើយគឺជាអ្វីដែលយើងត្រូវខិតខំប្រឹងប្រែងអ្វីដែលយើងខិតខំតស៊ូបន្តទៀតនៅក្នុងឱកាស
đại bán hay khi xong ở con phòng đại chun từ đó buộc cái lực năng lực cru được cái ông KPSE đi đại ban bắt đầu cái đây sẽ lạnh nâng ca dốc chất tốc đạn được cái ông ca bắt đầuสมรรถภาพระบบซะกตาสำคัญมวยคือครูประดามเจงปิชันเตะนั่งสมรรถภาพบอกครูมันมีสมรรถภาพกรุบกรอนให้มีชันเตะขนมกาปะเกียนซะก็อดบ้านคนภาพหล่อได้บอกซะมันมีคนภาพหล่อเจงปีศาจเตยเธอกลางเยี่ยปัจจุบันล้อก็มันไอ้มีนอกกะในขนมกาอภิวัตครูจูบใบจะเธอไอ้ครูนไอ้ก็ประกวดมันชนะกี่ได้บ่เยอะเธอปัจจุบันเรียนภาษาเรียนกัดต่อเรียนไอ้เซ็งต่อแต่ยังจังคนเพียบครูหนึ่งการยกจัตุกดะหนึ่งการเลี้ยบองระบบครูมันเข้าปีการเลี้ยบองระบบปกปัดแต่ยังหาถ้าปกตีบวยเนาะปกปัดตีปีครูหนึ่งขนมอาชีพหนึ่งขนมการก่อสร้างอนาคตระบบประดุแปรคลายมนุษย์ให้ขมิ้นครูนะได้จองคืนโกนเสปราเจดีมีนแต่จองคืนโกนเสนึงได้โจกเจให้กับบ้านมีอารมณ์ถักชมกับมีนในตุ้ยบุยขนมการช่วยประดอยได้นี่คือจิตตัวองสำคัญครูสาครูจีเนี้ยอนุวัตตัวหนึ่งขนมการช่วยความตรบตัวตลอดเสเสนิสัตคือจีเนี้ยอนุวัตตัวองค์การเปสคือจีเนี้ยได้ประดอชัดประดอออกกาประดอทนเทียนประดอตีกับไหลประดอลัตเพียบดำใบอ้อยครูจูบจุบวยซะเกียรติซะครูซาอาจเป็นหลุมดันคลารถได้กู้จีเนี้ยช่วยปีขาไกลจังแต่อ้อนี่หายคือเชี่ยวไว้แต่ยังอซาโตไงดิมันแม้แต่อซาโตสมัติพอลแต่ขบวยปนบานชอบนุติปันไตอสมัติพอลแต่ออกคดีได้บานคอมรูคดีขมิ้นตัวองนามวยในขนมกาจุยนี่ให้จีบไปใส่องกาเปสสถาปนิกโดยจิตนาดังรอมโดยติดดีก็องกาพระบาทได้มันอาจประดอประดาประตอมาเบิร์นปรามปวดขวักครูกอประบาในขนมกาประดอประดาขวักการความตรบอปกมาได้ก็เสื้อประบาคุยเรียนในติดดีดอชอบให้ขวักการต่อสู้ระบอกมวยปนก็การใจสัญญาบัตรไงดีก็มันอาจเตอรุ่ยปนมันอาจไปจอบดอกไปดีแต่หายให้ดีรอท่าไปบ้าปฏิเชียจึงตะบูก็สมแต่ตัวพอเลยบ้าปวดเชียดบ่อยยืงปังเลือกคุยอนาคตบ่อยยืงจังพอไงนี่ยังอซาโตมันแม้แต่เนี้ยตัวสัญญาบัตรตัวที่คืออซาโกแต่บดองคือเชียพิเศษเชียดขมายยืงแต่มูลในบ้านทนเทียนประทานตีนจมพูขโมยได้บานเจงtừเธอกาเฮยแต่เจงพอลเป็นนี้ก็ส้มปะตอกัดคอมปรังไพรให้ขนมเปรี้ยวจมบุยคดีดิกึกชมกระทรวงพระดำสาจิตไมจูนตดอลกระทรวงสถาบันแปะปนอัญญาโทมเป็นสมาชิกจีบใส่อัญญาโทมูลฐานส้มปะตอช่วยความโตตดอลสกรรมพิบระบบบองปูนให้จีบใส่กาประดอประดาจมวยกระทรวงประดอประดาวิชีชีวิตได้อาจเธอตะบานแล้วยังมีได้ปรำจมเรียนได้ติดไงก้าวเจอกาพลักโดยยังไม่อาจประดิษฐ์มือเฮ้ยยังมีอาหารรูปกรณ์มาเรียนปรำเส้นเนี่ยในขนมกรรมพิธีได้เอาเธอกาประดอประดาเอาขโมยมาปีครูซาได้มีการลำบากให้ไทม์ต่างมีประอุปธรรมจังอาจประดิษฐ์มือประสิทธิ์ขึ้นอย่างไม่ยังอาจช่วยแบบปิ้งขึ้นอย่างไม่บ่ผลสัตย์แต่การประดอประดาทนเทียนที่เปสกับประดอประดาทนเทียนสมัยเพียรบ่อยอยู่ดีรอตาบ้าก็จ้องบ้านผู้รอตาบ้านมันอายเธอมันในไอ้บ้านที่ให้นิชมสมนี่ยัยเชี่ยกมรู้ในกระชากบัดรัดการหล่อระเบียงดีรอตาไปบ้านึ่งองค์การได้กู้เหมือนแม่รอตาไปบ้าเมียนกาโยลจะล้อมจีบิเซกาเลิกลานกระดองบรรดาซาปอระเบียนไปจะดูคนเจ้าถ้ารอตาไปบ้ามันเลิกตึกจัดตึกดอลองค์การสังคมสิเบอร์บัดสไรเพียบบัดไอบัดเอากี่เธอกาอัดที่
រឿងអង្គការប្រមាណមកក្តាប់តូចរឿងស្អីណាបច្ចេកវិទ្យារឿងរបស់គេមួយធ្វើសកម្មភាពនៅក្នុងច្បាប់ប៉ុន្តែយើងមាន 3000 សមាគម 3500 NGO 6000 ជាងដែលធ្វើការទូទាំងប្រទេសដែលបានចុះឈ្មោះបច្ចុប្បន្នបានបិទបាយរាប់ពាន់ NGO សង្គមស៊ីវិលដែលជាដៃគូដ៏ល្អរបស់រដ្ឋាភិបាលដៃគូបែបនេះរដ្ឋាភិបាលមានតែបិទសិទ្ធិអីមានតែសូមជួយឲ្យថែមទៀតជួយឲ្យរីកចម្រើនថែមទៀតព្រោះធ្វើពិតប្រាកដសួរថាតើអង្គការ PSE ដែលផ្ដល់ការអប់រំបណ្ដុះបណ្ដាលអត់មានតម្លៃស្មើនឹងអង្គការមួយដែលជ្រកក្រោមផ្លាកឲ្យទៅស្រែករឿងនេះរឿងនោះទេអត់ទេអង្គការសង្គមស៊ីវិលដែលធ្វើការងារពិតប្រាកដផ្ដល់សិទ្ធិសេរីភាពជូនប្រជាពលរដ្ឋឥឡូវសិទ្ធិសេរីភាពយើងចង់និយាយពីអីមិនមែនតែសិទ្ធិសម្រាប់ឡើងជេរឡើងបាតកម្មឡើងទេតែសិទ្ធិដើម្បីទទួលបានការអប់រំអានឹងជាសិទ្ធិរបស់មនុស្សសិទ្ធិទទួលបានការថែទាំសុខភាពសិទ្ធិរបស់មនុស្សសិទ្ធិទទួលបានការថែទាំសុខុមាលភាពផ្សេងនេះជាសិទ្ធិមនុស្សបាទសិទ្ធិមូលដ្ឋានសិទ្ធិទទួលបានការអប់រំថែទាំសុខភាពត្រឹមត្រូវនេះហើយអង្គការគឺអង្គការផ្ដល់សិទ្ធិមនុស្សមូលដ្ឋានគឺផ្ដល់មនុស្សឲ្យមានសិទ្ធិសេរីភាពមានចំណេះដឹងគឺមានសេរីភាពបាទបើយើងអត់ចេះយើងពឹងគេរហូតតែបើយើងចេះយើងអាចម្ចាស់ការគ្រប់គ្រងអនាគតរបស់ខ្លួនកំណត់ជោគវាសនារបស់ខ្លួនបាទបងប្អូននោះគាត់ថាគាត់ប្រមូលគ្នាដើម្បីបង្កើតអាការផលិតខ្លួនឯងបើយើងអត់មានសមត្ថភាពចំណេះដឹងយើងធ្វើបានទេយើងត្រឹមតែមកចង់យើងត្រឹមមានតែមក dream ប៉ុន្តែយើងគ្មានសមត្ថភាពធ្វើបានដោយសារយើងអត់មានបំណិនអត់មានអញ្ចឹងចំណេះដឹងនិងបំណិនយើងនេះហើយឲ្យយើងមានសិទ្ធិសេរីភាពនិងសមត្ថភាពគ្រប់គ្រងអនាគតរបស់យើងអញ្ចឹងអង្គការផ្ដល់ការបណ្ដុះបណ្ដាលនេះគឺផ្ដល់សិទ្ធិសេរីភាពរួចទៅហើយនេះហើយគេហៅសិទ្ធិមនុស្សមិនមែនសិទ្ធិត្រឹមតែឡើង Facebook ឡើងនិយាយរឿងស្អីៗនោះទេប៉ុន្តែសិទ្ធិដែលសំខាន់គឺសិទ្ធិរស់រានមានជីវិតដោយសេចក្តីថ្លៃថ្នូរទទួលបាននៅការអប់រំការបណ្ដុះបណ្ដាលនិងសុខភាពថែទាំសុខភាពនេះគឺជាសិទ្ធិមូលដ្ឋានរបស់ប្រជាពលរដ្ឋដែលរដ្ឋាភិបាលយកចិត្តទុកដាក់ហើយក៏យើងសហគមន៍និងគ្រប់គ្រងទៅដល់ដៃគូអង្គការសង្គមស៊ីវិលរាប់ពាន់ដែលបានធ្វើការជាមួយគ្នាទៅលើកិច្ចការគេនេះហើយនឹងបន្តតទៅទៀតអញ្ចឹងខ្ញុំទន្ទឹមនឹងការចូលរួមនេះខ្ញុំប៉ុណ្ណឹងចោះកុំយូរពេកព្រោះមួយក្មួយប្រហែលជាចប់ពីនេះត្រូវជួបគ្រួសារទៅអបអរសាទរមិនស្រួលពីណាកក់ហាងទៀតហើយណាតែកក់ហាងទៅយូរពេកទៅដល់គេលុបបាត់ហាងហ្នឹងអត់អីទេណាឃើញសូមជួយនឹង40លានអូខេហើយអត់អីពូយល់ពូធ្លាប់អាយុ20ឆ្នាំតែក្មួយអត់ធ្លាប់អាយុ48ទេកាលនៅរៀនមានមិត្តបន់ទៅអង្គុយចូលកម្មវិធីម្ដងបន់ឲ្យទៅចប់អាងណាត់ពួកម៉ារួយហើយទៅហ៎ឥឡូវពីណាខ្លះមានកម្មវិធីលើកដៃមើលជួបមិត្តភ័ក្តិក្រោយពីចប់នេះអត់មានទេតែលើកតិចលើកចេះចូលជាលើកអូកុំខ្មាស់ហ្នឹងមើលម៉ានអ្នកមួយគ្រួសារអីទៅថតរូបថតអីអនុស្សាវរីយ៍អត់ទេហ្នឹងដូចសួរអញ្ចឹងម៉ានអ្នកមាន smartphone ទៅតាមសាលាអត់លើកដៃក្នុង100នាក់លើក10នាក់ដល់ពេលចេញទៅថត selfie ម្នាក់មានទូរស័ព្ទដល់ទៅ3តែអញ្ចឹងកាលនេះក៏សូមអរគុណសាជាថ្មីហើយជូនពរហើយក៏ផ្ដាំអរគុណទៅដល់លោកស្រី Marie Phong de Pellier ផងបាទសូមជូនពរគាត់ឲ្យសុខភាពប្រសើរហើយសង្ឃឹមថ្ងៃណាមួយគាត់អាចបានជិះកប៉ាល់ហោះមកជួបគាត់ឆ្នាំទៅដូច8ជាងដែរគាត់មកនៅ83អញ្ចឹងឆ្នាំទៅប្រហែលជា82ព្រោះជួបគាត់នៅCCF បាទអញ្ចឹងសំខាន់ទឹកចិត្តនិងការស្រឡាញ់របស់គាត់សម្រាប់បុគ្គលិកនៅទីនេះសម្រាប់ក្មួយឬគ្រួសារនៅទីនេះបាទខ្ញុំសូមអរគុណនិងជូនពរចំពោះអង្គការដែលបានជួយបដិបដានិងជួយផ្ដល់អនាគតថ្មីដល់កូនចៅប្រជាពលរដ្ឋរបស់យើងក៏អរគុណទៅដល់គ្រប់ភាគីទាំងអស់ដែលពាក់ព័ន្ធ
ហើយក៏សូមជូនពរនិងប្រសិទ្ធពរជូនដល់អាដាមលោកជំទាវលោកលោកស្រីនាងកញ្ញាក្មួយទាំងអស់ឲ្យទទួលបាននៅជោគជ័យនៅគ្រប់ភារកិច្ចសុខភាពល្អនិងទទួលបាននៅពុទ្ធពរនិងពរទាំង5ប្រការគឺអាយុវណ្ណៈសុខៈពលៈនិងបដិភិណៈកំបីគ្លៀងគ្លាដោយសូមហើយថ្ងៃនេះក៏សូមជូនសិស្សជ័យលាភីចំនួន500នាក់ម្នាក់ថវិកា 50000 រៀលដល់អញ្ចឹងអាចដឹងកន្លែងតាណាទៅបានណាជូនសាស្ត្រាចារ្យនិងបុគ្គលិកចំនួន583នាក់ម្នាក់ថវិកា 100,000 រៀលអញ្ជើញគ្រូទៅបាយផងទៅដោយឡែកបន្ថែមជូនសិទ្ធិស្ត្រីមានផ្ទៃពោះដល់6នាក់ម្នាក់ថវិកា 1 លានរៀលផងដែរហើយអ្នកមានពិការភាព6នាក់ម្នាក់ហែម50,000ហើយជូនវិជាស្ថាន PSE ថវិកា 10 លានរៀលជូនក្រុមគ្រូពេទ្យប្រចាំអង្គពិធីថវិកា 3 លានរៀលហើយមិញលោកជំទាវបណ្ឌិតឡោកខេងចឹងហ៎បាទសូមឧបត្ថម្ភថវិកា40 លានទៅដល់មណ្ឌលផងបាទសូមអរគុណហើយចេះដោយសារចូលមកនៅទីនេះមានការទទួលការហូបចុកអីផងអញ្ចឹងខ្ញុំសូមជូនមួយខែចាប់ពីខែ7នេះទៅអង្គ2តោននិងថវិកា5លានជូនទៅដល់អង្គការសម្ដេចព្រមទៅសម្ដេចតេជោក៏បានជួយនៅតាមបណ្ដាផ្សេងហើយខ្ញុំក៏បន្តហើយនៅទីនេះថ្ងៃនេះក៏សូមជួយអញ្ចឹងសូមអរគុណណាស់សារជាថ្មីបាទហើយសូមជំរាបលាផងអរគុណ